ដើម្បីដាំត្រសក់ដំណើរការរួមមានការព្រុសគ្រាប់ព័ទ្ធតងការតម្រឹមតម្រង់ការគ្រប់គ្រងដំណោះនិងការប្រមូលផលសូមមើលប្រតិបត្តិការដាំដុះនីមួយដំបូងដាក់ដីដែលស្រស់ទឹកល្អពេញថាសហើយព្រុសគ្រាប់ពូជដាំគ្រាប់ត្រសក់នៅជម្រៅ 0.5 ទៅ 1 សង់ទីម៉ែត្រព្រុសគ្រាប់ពូជតាមទីស៊ីចង្វាក់គ្នាដើម្បីឲ្យកូទីលេដូនមិនត្រួតលើគ្នាបន្ទាប់មកយកដីគ្រប់ពីលើពួកវាស្រោចទឹកលើថាសគ្រប់ក្រដាសកាសែតឬសំណាញ់បាំងលុបពីលើវារួចស្រោចទឹកឲ្យសព្វម្ដងទៀតកូនដំណាំដែលសមស្របសម្រាប់ដាំនៅក្នុងចម្ការចម្បងគឺមានស្លឹកពិត3ទៅ5សន្លឹកនិងអាយុ20ទៅ30ថ្ងៃក្រោយពេលព្រុសគ្រាប់នៅក្នុងរងដែលមានគម្លាតប្រហែល 1.5 ម៉ែត្រពីគ្នាដាំកូនដំណាំប្រហែល40សង់ទីម៉ែត្រឃ្លាតពីគ្នាបើកូនដំណាំត្រូវបានដាំជ្រៅពេកនោះឬមិនដុះបានល្អទេហើយខ្លាយជាងាយទទួលរងជំងឺដូច្នេះត្រូវដាក់ឲ្យផ្ទៃដីផាងកូនដំណាំខ្ពស់ជាងផ្ទៃដីរងបន្តិចឬដាំវានៅជម្រៅដូចគ្នានៅក្នុងការដាំត្រសក់បែបចូលវប្បកម្មសារធាតុចិញ្ចឹមត្រូវបានរំលាយក្នុងទឹកដូច្នេះដីមិនត្រូវបានប្រើទេហើយវិធីសាស្ត្រដាំគឺខុសគ្នាដាក់កូនដំណាំនៅលើវត្ថុធាតុដាំដុះដែលទ្រទ្រង់ការលូតលាស់ឫសហើយបញ្ចូលម្ជុលដែលផ្គត់ផ្គង់ទឹកសារធាតុចិញ្ចឹមប្រយ័ត្នកុំឲ្យចាក់ចូលឬសំខាន់ដាំកូនត្រសក់ក្នុងទីឆ្លាស់គ្នាតាមជួរក្នុងចំណោមវិធីសាស្ត្រតម្រឹមតម្រង់ត្រសក់ផ្សេងយើងនឹងពិនិត្យមើលវិធីសាស្ត្រដែលប្រើខ្សែនាំផ្លូវតាមត្រសក់ត្រូវបានតម្រឹមតម្រង់ដោយព័ទ្ធតងវាទៅលើតាមខ្សែនាំផ្លូវទៅតាមទិសមួយនៅពេលដើមលូតលាស់ចូលបន្តរុំវាតាមលំនាំទៀងទាត់បើដើមលូតលាស់ខ្ពស់ពេកនោះការលូតលាស់ត្រូវបានរារាំងដូច្នេះត្រូវបន្ធូរខ្សែហើយបន្ទាបវ៉ូលីសន្សឹមកាត់ស្លឹកខាងក្រោមឲ្យគៀកដើមដោយប្រើកន្ត្រៃហើយត្រូវដាក់ដើមនៅក្បែរឬទៅម្ខាងដើម្បីឲ្យវាមិនត្រួតលើគ្នានៅលើកម្រាលការឈ្មោលដែលគ្មានផ្លែនិងខ្នែងដែលដុះនៅជាប់នឹងដើមចម្បងមិនរួមចំណែកដល់ការបង្កើតផ្លែទេដូច្នេះយកពួកវាចេញនៅដំណាក់កាលដំបូងបើអ្នករកឃើញត្រសក់មានរូបរាងខុសធម្មតាពេលពួកវានៅតូចនៅឡើយចូលយកពួកវាចេញឲ្យបានឆាប់ដោយប្រើដៃពេលរកឃើញដំណាំដែលមានជំងឺចូលជូនដំណឹងដល់ម្ចាស់កសិដ្ឋានដាចដោយឡែកដោយកុំប៉ះពួកវាដើម្បីជៀសវាងការរាលដាលជំងឺឆ្លងត្រសក់ដែលអាចប្រមូលផលបានមានទម្ងន់120ទៅ160ក្រាមនិងមានប្រវែង20ទៅ25សង់ទីម៉ែត្រសម្បកលងនិងពណ៌បៃតងដិតបង្ហាញថាមានគុណភាពខ្ពស់ក្នុងទីផ្សារកាត់វាចេញពីដើមដោយប្រើកាំបិតឬកន្ត្រៃដោយបន្សល់ទុកទងប្រហែល1សង់ទីម៉ែត្របើអ្នកផ្ដាច់វាទាំងបង្ខំដោយប្រើដៃវាអាចបង្កបួសដល់ដើមឬផ្លែផ្ទៃនិងនាំឲ្យមានជំងឺក្រោយពេលប្រមូលផលត្រសក់ងាយមានស្នាមជាមនិងត្រូវតែចាត់ចែងពួកវាដោយធ្ងន់ដោយពួកវារួញស្វិតយ៉ាងលឿននៅសីតុណ្ហភាពបន្ទប់ពួកវាគួរតែត្រូវបានរក្សាទុកនៅកន្លែងត្រជាក់ប្រហែល10ទៅ13អង្សាសេនេះជាការណែនាំអំពីការអនុវត្តការដាំដុះដំណាំជាក់លាក់សម្រាប់កម្មករសិកម្មសូមអរគុណ